គ្រប់ជំរាបសួរទៅដល់ប្រិយមិត្តទស្សនិកជនទាំងអស់គ្នាបើគិតមកទល់នឹងឆ្នាំ2026នេះផងដែរអត្រានៃការកើនឡើងនៃលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិបានបន្តកើនឡើងរហូតទៅដល់5រូបនេះបើយោងទៅតាមការអះអាងថ្មីមួយទៀតពីបុរសម្នាក់ដែលបានបញ្ជាក់ថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិសុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិចខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះកាលពីពេលថ្មីកន្លងទៅនេះផងដែរមានបុរសម្នាក់ដែលមានឈ្មោះថាខួនដារៀនបានធ្វើការអះអាងអំពីខ្សែជីវិតរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រកាលពីជាតិមុននិងបានប្រកាសថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិចំពោះការអះអាងរបស់លោកខួនដារៀនថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិនៅក្នុងឆ្នាំ2026នេះផងដែរធ្វើឲ្យអត្រានៃការកើនឡើងនៃលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិមានការកើនឡើងរហូតទៅដល់5រូបកាលពីពេលកន្លងទៅមានបុគ្គលចំនួន4រូបសុទ្ធសឹងតែធ្លាប់បានអះអាងថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិហើយក៏បានធ្វើការដំណាលនៃសាច់រឿងស្រដៀងគ្នាទៅនឹងខ្សែជីវិតរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រដោយទី1នោះគឺលោកជុនគង់ដែលមានទីលំនៅស្ថិតនៅឯស្រុកព្រៃកបាសខេត្តតាកែវទី2គឺលោកសមុទ្រពិសិដ្ឋក៏បានអះអាងថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិផងដែរទី3គឺព្រះតេជគុណព្រែកគន្ធីដែលព្រះអង្គបានរៀបរាប់អំពីដំណើរជីវិតរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រកាលពីលោកនៅមានជីវិតហើយក៏បានអះអាងថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិដូចគ្នាទី4គឺលោកជាពៅដែលធ្លាប់បានផ្ដល់បទសម្ភាសន៍ទៅកាន់លោកសេងតារានិងបានរៀបរាប់អំពីខ្សែជីវិតរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រក៏ដូចជារឿងរ៉ាវឯកជនភាពរបស់លោកមួយចំនួនកាលលោកនៅមានជីវិតហើយលោកជាពៅក៏បានអះអាងថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រផងដែរនៅក្នុងឆ្នាំ2026នេះស្រាប់តែមានបុរសម្នាក់ទៀតដែលមានឈ្មោះថាខួនដារៀនដែលបានរៀបរាប់អំពីដំណើរជីវិតរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រដូចគ្នានិងបានប្រកាសថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិដែលធ្វើឲ្យវត្តមាននៃលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិបានកើនឡើងរហូតទៅដល់5រូបបើទោះបីជាមានការអះអាងដូចគ្នាពីសំណាក់អ្នកទាំង5ថារូបខ្លួនគឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិនិងបានរៀបរាប់នៅជីវប្រវត្តិក៏ដូចជារឿងរ៉ាវឯកជនភាពមួយចំនួនរបស់លោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រកាលលោកនៅមានជីវិតស្រដៀងគ្នាយ៉ាងណាក៏ដោយមកទល់នឹងពេលនេះមិនទាន់មាននរណាម្នាក់ដែលមានតល័យកឬក៏ផុសតាងច្បាស់លាស់នៅឡើយទេក្នុងការបញ្ជាក់ថានរណាម្នាក់គឺជាលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រចាប់ជាតិពិតប្រាកដសូមអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត